សម្រាប់បងប្អូនណាដែលមិនទាន់ចេះធ្វើនំល្ពៅគោស្រូបខ្ទិះដូងហើយបងប្អូនអាចមើលវីដេអូនេះបានបងប្អូនចំណាយពេលតែ5នាទីមើលវីដេអូនេះបងប្អូននឹងចេះធ្វើនំល្ពៅគោដ៏មានរសជាតិឆ្ងាញ់យ៉ាងម៉េចបងប្អូនធ្វើឆ្អិនភ្លាមដាក់ស្រូបខ្ទិះដូងហើយដាក់ល្ងពីលើអូយបងប្អូនហើយប្តីឲ្យកូនញ៉ាំសរសើរថាអូយរសជាតិឆ្ងាញ់ឡើងល្មួតឆ្ងាញ់មែនតើចាល្ពៅសម្រាប់ធ្វើនឹងមានចំនួន4ខាំទឹកកន្លះលីត្រដាក់ស្ងោរវាឲ្យទាស់តែឆ្អិនរួចហើយនឹងខ្ញុំបន្តយកកែវដាក់ស្រុះជាមួយទឹកក្តៅចាឲ្យបងប្អូនអត់មានដូចខ្ញុំបងប្អូនដាក់ប្រអប់អីតាមដែលបងប្អូនមានទៅចារួចហើយនឹងខ្ញុំបន្តយកល្ពៅដែលស្ងោរឆ្អិននឹងដាក់អំបិលនឹងមួយចិបរួចហើយខ្ញុំបន្តកិនចំណែកទឹកដាក់ស្ងោរល្ពៅមិញកន្លះលីត្រនឹងអត់ចោលទេបងប្អូនចាបន្តកិនល្ពៅនឹងឲ្យទាស់តែម៉ត់រួចហើយនឹងខ្ញុំដាក់ស្ករសនឹងចំនួន1ខាំកន្លះបន្តកិនស្ករសហើយល្ពៅនឹងឲ្យសព្វចូលគ្នាហើយខ្ញុំបានបន្ថែមជាមួយទឹកស្អាតនឹងកន្លះលីត្រទៅ600 ml ចារួចហើយខ្ញុំបានបន្តដាក់ជាមួយនឹងម្សៅពោតឬម្សៅឆានឹង100 ក្រាមម្សៅខ្សាយនេះ3ស្លាបព្រាបាយពេញបែបហ្នឹងស្មើនឹង50 ក្រាមចំណែកម្សៅឆាម្សៅពោតបើខ្ញុំដាក់ម្សៅពោតបងប្អូននំសាច់នំឡើងល្អួតស្មូតល្អមែនតើញ៉ាំទៅឆ្ងាញ់ណាបងប្អូនចាបើបងប្អូនអត់មានម្សៅពោតបងប្អូនដាក់ម្សៅឆាជំនួសទៅក៏បានដែរចាគ្រាន់តែសាច់នំវាខុសគ្នាបន្តិចបងប្អូនណាប៉ុន្តែញ៉ាំឆ្ងាញ់ដូចគ្នាអញ្ចឹងហើយខ្ញុំបន្តកិនគ្រឿងទាំងអស់ឲ្យសព្វคล้ายជាល្បាយមួយហ្នឹងខ្ញុំបន្តយកដាក់កូរលើភ្លើងបងប្អូនចាឲ្យបើកភ្លើងល្មមត្រូវការកូរវាជាប់ដៃព្រោះអីនំកូរល្ពៅហ្នឹងតែយើងឲ្យកូរវាជាប់ដៃវាខ្លោចបងប្អូនចាហើយការចម្អិននេះខ្ញុំចម្អិនរយៈពេល30នាទីទៅ35នាទីបើកភ្លើងល្មមហ្នឹងចាឲ្យបងប្អូនមើលសាច់នំឡើងស្មូតល្អមែនតើណាហើយការកូរនេះបងប្អូនមើលតែសាច់នំឡើងស្មូតថ្លាឡើងល្អួតល្មួតបែបហ្នឹងអាចបិទភ្លើងបានហើយបងប្អូនចាបងប្អូនមើលតាមជាក់ស្ដែងខ្ញុំប្រើម្សៅពោតសាច់នំឡើងស្មូតល្អួតល្អមែនតើណាបងប្អូនចាតែដូចខ្ញុំប្រាប់បងប្អូនអត់មានម្សៅពោតដាក់ម្សៅឆាក៏បានដែរចំណែកកែវនេះសម្រាប់ដាក់នំនេះបងប្អូនអត់មានបងប្អូនអាចដាក់ប្រអប់ឬក៏កូនចានអីតាមដែលបងប្អូនមានទៅចាឲ្យមកសាច់នំខ្ញុំបងប្អូនឡើងស្មូតឡើងល្អួតល្មួតហ្មងបងប្អូនមើលតាមជាក់ស្ដែងល្អមែនតើចាហើយនំខ្ញុំនេះធ្វើយ៉ាងច្រើនដែរបងប្អូនធ្វើនំល្ពៅគោនេះបងប្អូនស្រូបខ្ទិះដូងនេះប្តីខ្ញុំក៏គាត់ញ៉ាំកូនក៏គាត់ញ៉ាំអើយគាត់ឲ្យមេដៃបងប្អូននិយាយមែនណាចាទុកវាសិនទៅបន្តយកខ្ទិះដូងហ្នឹងចំនួន250 ml ខ្ទិះដូងខ្ញុំយកខ្ទិះដើមដាក់អំបិលមួយចិបចំណែកទឹកវិញ150 ml ដាក់ម្សៅឆាឬម្សៅពោត1ស្លាបព្រាបាយកូរច្របល់វាឲ្យសព្វហើយចាក់ចូលជាមួយនឹងខ្ទិះដូងបែបហ្នឹងបងប្អូនចាហើយស្ករស2ស្លាបព្រាបាយពេញចាបងប្អូនចង់ផ្អែមបងប្អូនអាចដាក់3ស្លាបព្រាក៏បានដែរតាមចំណូលចិត្តភ្លក់មើលទៅចំអិនវាតើតពុះបែបហ្នឹងទៅរួចហើយដួសដាក់លើនំមកបងប្អូនចង់បានតិចច្រើនខ្ទិះដូងហ្នឹងបងប្អូនលៃតាមចំណូលចិត្តទៅបន្តដាក់ជាមួយល្ងខ្មៅឬក៏ល្ងសតាមដែលបងប្អូនចូលចិត្តចាហើយចំណែកខ្ទិះដូងនេះបើបងប្អូនចង់ខាប់បងប្អូនអាចបន្ថែមជាមួយនឹងម្សៅឆាហ្នឹង1ស្លាបព្រាបាយកន្លះទៅខ្ញុំដាក់តែ1ស្លាបព្រាបាយទេខ្ញុំចង់បានល្មមខ្ញុំអត់ចូលចិត្តខាប់ទេអ្នកផ្ទះខ្ញុំចារួចហើយខ្ញុំបន្ថែមជាមួយរសជាតិម៉ាឆាបងប្អូនកូនខ្ញុំចូលចិត្តណាស់ហើយនំល្ពៅគោស្រូបខ្ទិះដូងហើយបងប្អូនដាក់ម៉ាឆាពីលើចូលអូយបងប្អូននិយាយមែនណាមានជាតិប្តីខ្ញុំក៏គាត់សរសើរដូចខ្ញុំនិយាយពីដំបូងមកអញ្ចឹងកូនខ្ញុំឯងញ៉ាំអស់ច្រើនណាបងប្អូនចាតែបើបងប្អូនអត់មានមិនបាច់ដាក់ក៏បានដែរចារសជាតិម៉ាឆានេះតែបើដាក់ទៅក៏ឆ្ងាញ់ដែរបងប្អូននិយាយមែនណាចាបងប្អូនមើលសាច់នំខ្ញុំឡើងស្មូតឡើងល្អួតញ៉ាំទៅមានជាតិហ្មងបងប្អូនគ្រឿងក្រៅប៉ុណ្ណឹងញ៉ាំទៅល្មមតែបើបងប្អូនចង់ផ្អែមបងប្អូនថែមបន្តិចទៅរសជាតិតាមចំណូលចិត្តបងប្អូនចង់បានចំណែកអ្នកផ្ទះខ្ញុំប៉ុណ្ណឹងល្មមចំណែកនេះវិញកូនពៅចង់បានរសជាតិសូកូឡាបងប្អូនចាជូកូឡិតហ្នឹងចាបងប្អូនពេញចិត្តអាចសាក់ធ្វើបានប្តីឲ្យកូនឲ្យមេដៃដល់2បងប្អូនញ៉ាំហើយនិយាយមែនសូម្បីតែខ្ញុំញ៉ាំខ្លួនឯងក៏រសជាតិឆ្ងាញ់ដែរបងប្អូនចានិយាយទៅធ្វើនំល្ពៅគោនេះអត់មានអីពិបាកដែរបងប្អូនចាបើយើងមិនសាក់យើងអត់ដឹងរសជាតិទេបងប្អូនបើបានដាក់ទូទឹកកកត្រជាក់ទៀតកាន់តែឆ្ងាញ់បងប្អូនតែដាក់ទូទឹកកកអត់តាន់តែនៅសល់តែ2ពែងហ្នឹងទេចាបើមានពាក្យសម្ដីមិនច្បាស់ត្រង់ណាអធិស្ឋានផងអរគុណច្រើនជម្រាបលា